បាទសួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមានវីដេអូមួយទៀតទាក់ទងទៅនឹងការរាប់ចំនួនអក្សរនៅក្នុង Microsoft Word អញ្ចឹងបងប្អូនបើក Word មួយមកបន្ទាប់មកបងប្អូនវាអក្សរបាន10ជួរទៅហើយបងប្អូនសាកល្បងមើលថាតើចំនួនអក្សរនៅក្នុងនោះមានប្រមាណឥឡូវលោកគ្រូមានអក្សរ3ល្បះបាទមាន Dara Saboy ហើយ He's a teacher ហើយនិង Marisa Girl អញ្ចឹងដើម្បីឲ្យដឹងថាតើអក្សរនៅក្នុងនោះមានប្រមាណយើងបើសិនជាយើងរាប់ក៏ដឹងដែរវាអក្សរតិចតែបើអក្សរច្រើនយើងពិបាករាប់អញ្ចឹងលោកគ្រូបង្ហាញអក្សរតែ3ល្បះទេថាតើ3ល្បះនោះមានប្រមាណអក្សរអញ្ចឹងតើបងប្អូនដាក់ cursor នៅខាងលើមកបាទបន្ទាប់មកបងប្អូនចូល insert បន្ទាប់ពីបងប្អូនចូល insert ហើយបងប្អូនចូលកន្លែង quick path បាទចុចលើ quick path បន្ទាប់ពីចុច quick path ហើយបងប្អូនចូលពាក្យថា fill បាទបងប្អូនចុចពាក្យ fill ហើយកន្លែងនេះជាធម្មតាវាចេញបែបនេះគឺវាចេញពី all កាលណាចេញ all បងប្អូនចុចកន្លែង all នេះឲ្យទៅជា document information កាលណាចេញ document information ហើយបងប្អូនយកពាក្យថា number បាទនេះយើងបងប្អូនយកពាក្យ number មកបន្ទាប់ពីចូល number ហើយបងប្អូនយកពាក្យថា OK បាទអញ្ចឹងវាមានចំនួន12អក្សរអញ្ចឹងតើ12អក្សរមែនឥឡូវបងប្អូនសាកមើល1តារា1 2 3 4 5 6 7 8 9 10 11 12បាទនេះគឺជាការរាប់ចំនួនអក្សរជាភាសាអង់គ្លេសបាទវីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលា